ជំរាបសួរសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីនឹករលឹកសូមស្វាគមន៍មកកាន់កម្មវិធី30នាទីឆ្លាតវៃរបស់ស្ថានីយ៍ផ្សព្វផ្សាយអប់រំ ABC អ្នកគ្រូឈ្មោះអ្នកគ្រូកេធីតាបង្រៀនមុខវិជ្ជាសិលធម៌ពលរដ្ឋថ្នាក់ទី10ថ្ងៃនេះដែរអ្នកគ្រូនឹងលើកយកខ្លឹមសារមួយមកបង្ហាញបងប្អូននៅក្នុងមេរៀនទី5សិលធម៌និងតម្លៃមនុស្សចាចង់ដឹងថាសិលធម៌និងតម្លៃមនុស្សមានអត្ថន័យនិងខ្លឹមសារបែបណាយើងនឹងសិក្សាជាមួយអ្នកគ្រូទាំងចាអញ្ចឹងឥឡូវនេះយើងមកសិក្សាមេរៀនទី5ជាមួយអ្នកគ្រូទាំងអស់គ្នាសិលធម៌និងតម្លៃមនុស្សចាអញ្ចឹងមុននឹងចូលទៅដល់ខ្លឹមសារមេរៀនទី5អ្នកគ្រូក៏មានវត្ថុបំណងនៃមេរៀនជូនបងប្អូនផងដែរចាអញ្ចឹងទី1គឺវិជ្ជាសម្បទាមានន័យថាបងប្អូននឹងចេះពន្យល់អំពីអត្ថន័យនៃសិលធម៌ក៏ដូចជាតម្លៃមនុស្សចាផងដែរតាមរយៈខ្លឹមសារមេរៀនចាមួយទៀតគឺបំណិនចាសម្បទាមានន័យថាការកំណត់បាននៅរូបភាពនៃសិលធម៌ចាតកតងទៅនឹងអាកប្បកិរិយាប្រចាំថ្ងៃធ្វើយ៉ាងណាឲ្យយើងនឹងមានសិលធម៌ល្អចាមួយទៀតគឺចាសិលធម៌ល្អហ្នឹងគឺសម្រាប់ខ្លួនឯងគ្រួសារក៏ដូចជាសង្គមផងដែរចាមួយទៀតគឺចរិយាសម្បទាមានន័យថាមានស្មារតីប្រកាន់ភ្ជាប់ទៅនឹងសិលធម៌ចារៀនរស់នៅជាមួយនឹងចាមនុស្សដទៃទៀតឬក៏មានទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀតគឺធ្វើយ៉ាងណាប្រកបទៅដោយសិលធម៌សុជីវធម៌ផងដែរអញ្ចឹងមានន័យថាមានស្មារតីក្នុងការប្រកាន់ភ្ជាប់ទៅនឹងសិលធម៌ចាឥឡូវនេះអ្នកគ្រូចូលទៅដល់ចាពាក្យកន្លឹះមួយចំនួនដែលតកតងទៅនឹងមេរៀនយើងផងដែរអញ្ចឹងមុនយើងចូលទៅដល់ខ្លឹមសារទី1អ្នកគ្រូក៏មានពាក្យកន្លឹះមួយចំនួនដែរតកតងទៅនឹងមេរៀនយើងចាអញ្ចឹងពាក្យទី1គឺសិលមានន័យថាវាចាកអំពើអាក្រក់ឬក៏ចាការធ្វើដោយសេចក្តីល្អចាធម៌មានន័យថាជាដំបូន្មានចាធាតុទ្រឹស្ដីក៏ដូចជាសភាវៈត្រទ្រង់ចាហ្នឹងគេហៅថាធម៌ចាអញ្ចឹងសិលធម៌មានន័យថាជាទ្រឹស្ដីទាំងឡាយណាដែលអប់រំមនុស្សចាប្រព្រឹត្តតែអំពើល្អហើយវាចាកចានៅអំពើអាក្រក់ឬក៏ជាដំបូន្មានទាំងឡាយណាដែលធ្វើឲ្យមនុស្សចាវាចាកនៅអំពើអាក្រក់អញ្ចឹងសិលធម៌ធ្វើយ៉ាងណាអប់រំមនុស្សឲ្យទៅរកផ្លូវល្អហើយមានសេចក្តីល្អនៅក្នុងសង្គមចាមួយទៀតគឺជាការវាចាកនៃការប្រព្រឹត្តអំពើអាក្រក់អញ្ចឹងការវាចាកនៃការប្រព្រឹត្តអំពើអាក្រក់នាំមនុស្សទៅរកចាអំពើល្អចាតម្លៃគឺជាអ្វីៗដែលគេប្រាថ្នាឬអ្វីៗដែលចង់បានអញ្ចឹងឧទាហរណ៍ថាមនុស្សមានតម្លៃឬក៏តម្លៃមនុស្សចាអញ្ចឹងតម្លៃមនុស្សហ្នឹងគឺម្នាក់សុទ្ធតែចង់បាននៅចាអ្វីដែលជាតម្លៃហើយតម្លៃមនុស្សហ្នឹងគឺការរស់នៅដោយមានសិលធម៌ឬក៏មានសុជីវធម៌ហើយមិនប៉ះពាល់ទៅដល់អ្នកដទៃផងដែរឥឡូវនេះអ្នកគ្រូចូលទៅដល់ខ្លឹមសារទី1ចានិយមន័យសិលធម៌ចាអញ្ចឹងសិលធម៌មានន័យថាពាក្យសិលបូកនឹងធម៌ចាអញ្ចឹងសិលមានន័យថាវាចាកអំពើអាក្រក់ឬក៏សេចក្តីល្អធម៌ដំបូន្មានចាធាតុទ្រឹស្ដីសភាវៈត្រទ្រង់ចាដូចនេះសិលធម៌សម្គាល់ទៅលើទ្រឹស្ដីទាំងឡាយណាដែលឲ្យមនុស្សប្រព្រឹត្តទៅនឹងអំពើល្អហើយឬក៏ដំបូន្មានទាំងឡាយណាដែលនាំឲ្យមនុស្សវាចាកនៅអំពើអាក្រក់ចានេះគឺជានិយមន័យសិលធម៌ចាឥឡូវនេះអ្នកគ្រូចូលទៅដល់សំណួរមួយទៀតដែលតកតងទៅនឹងខ្លឹមសារទី1តើគេកំណត់អត្ថន័យសិលធម៌ម្យ៉ាងទៀតថាចាដូចម្ដេចចាគេកំណត់ចាសិលធម៌ម្យ៉ាងទៀតថាជាមនសិការមានន័យថាការភ្ញាក់រលឹកការដែលដឹងចាតកតងទៅនឹងក្រមចាច្បាប់វប្បធម៌នៃសកម្មភាពសង្គមដែលជ្រាបចូលទៅក្នុងបុគ្គលម្នាក់កន្លែងនេះមានន័យថាមនុស្សមានមនសិការហើយដឹងអំពីអ្វីដែលខ្លួនឯងគួរធ្វើអ្វីដែលធ្វើឲ្យមានទំនួលខុសត្រូវផងដែរចាឥឡូវនេះអ្នកគ្រូចូលទៅដល់សំណួរថ្មីមួយទៀតតើសិលធម៌បានវិវត្តដូចម្ដេចចាសិលធម៌បានវិវត្តដូចម្ដេច
ចាអញ្ចឹងសិលធម៌បានវិវត្តដូចជាចាមានអន្តរកម្មសង្គមរវាងបទពិសោធន៍អន្តរកម្មហ្នឹងមានន័យថាមានទំនាក់ទំនងរវាងចាសង្គមក៏ដូចជាបទពិសោធន៍នានារបស់មនុស្សនិងរចនាសម្ព័ន្ធចានៃបរិស្ថានរបស់គេបរិស្ថានគឺអ្វីដែលនៅជុំវិញខ្លួនអញ្ចឹងកន្លែងចំណុចនេះមានន័យថាអន្តរកម្មមានន័យថាទំនាក់ទំនងរវាងបទពិសោធន៍ក៏ដូចជាចាអ្វីដែលនៅជុំវិញខ្លួនរបស់គេចានេះគឺជាការវិវត្តនៃសិលធម៌ចាឥឡូវនេះអ្នកគ្រូចូលទៅដល់ចំណុចមួយថ្មីទៀតតើទស្សនវិទូជាច្រើនបានធ្វើអំណះអំណានដូចម្ដេចតកតងទៅនឹងសិលធម៌ហ្នឹងចាអញ្ចឹងយើងនឹងសិក្សាជាមួយអ្នកគ្រូបន្ថែមទៀតទាំងអស់គ្នាចាអញ្ចឹងទស្សនវិទូបានធ្វើអំណះអំណានថាជីវិតរស់នៅល្អចាគឺប្រកបទៅដោយសិលធម៌អញ្ចឹងបើសិនជាជីវិតយើងដែលល្អមានសុភមង្គលគឺប្រកបទៅដោយការមានសិលធម៌រស់នៅក្នុងសង្គមផងដែរចាឥឡូវនេះអ្នកគ្រូមានសំណួរបន្ថែមទៀតសួរបងប្អូនតើមាគ៌ាដ៏ល្អសម្រាប់ការរស់នៅជាអ្វីចាគឺអ្វីមាគ៌ាដែលល្អសម្រាប់ការរស់នៅចាមាគ៌ាដ៏ល្អសម្រាប់ការរស់នៅគឺទី1គឺការចេះធ្វើទំនាក់ទំនងជាមួយនឹងអ្នកដទៃមួយទៀតគឺការដែលដឹងថាខ្លួនឯងនឹងធ្វើអ្វីប្រកបទៅដោយសិលធម៌ចាការដែលធ្វើឲ្យខ្លួនឯងប្រកបដោយសិលធម៌មានន័យថាយើងជាអ្នកផ្ដល់តម្លៃឲ្យខ្លួនឯងហើយចេះគោរពអ្នកដទៃផងដែរចាអញ្ចឹងក្នុងខ្លឹមសារមេរៀនគេមានទស្សនៈ2បានលើកឡើងអញ្ចឹងទស្សនៈទី1អះអាងដូចម្ដេចចំពោះចាការរស់នៅប្រកបទៅដោយសិលធម៌ចាអញ្ចឹងទស្សនៈទី1បានអះអាងថាការរស់នៅប្រកបដោយសិលធម៌គឺនាំឲ្យបុគ្គលពេញចិត្តជាខ្លាំងចំពោះនៅអំពើរបស់ខ្លួនអញ្ចឹងមានន័យថានៅពេលដែលមនុស្សនឹងមានសិលធម៌នៅក្នុងសង្គមគឺយើងចាប់ផ្ដើមយើងខ្លួនឯងនឹងចាប់ផ្ដើមពេញចិត្តនឹងអ្វីដែលខ្លួនឯងមានពេញចិត្តអ្វីដែលខ្លួនឯងមានសិលធម៌ហើយមានការទទួលខុសត្រូវផងដែរអញ្ចឹងនឹងនាំឲ្យគេប្រព្រឹត្តតាសំទោសនៅពេលដែលខ្លួនឯងមានសិលធម៌ហើយនឹងនាំឲ្យយើងនឹងចេះប្រព្រឹត្តសិលធម៌ទៅដល់អ្នកដទៃដែរអញ្ចឹងមិនត្រឹមតែប្រព្រឹត្តសិលធម៌ចំពោះខ្លួនឯងទេថែមទាំងយើងចេះប្រព្រឹត្តអំពើសិលធម៌ចំពោះអ្នកដទៃដែរអញ្ចឹងមានន័យថាយើងពេញចិត្តនៅអ្វីដែលយើងកំពុងតែអនុវត្តដែលមានសិលធម៌ល្អចាអញ្ចឹងកន្លែងចំណុចនេះយោងទៅតាមទស្សនៈទី1គឺយើងសង្កេតឃើញដូចម្ដេចចាទស្សនៈទី1គេលើកឡើងអញ្ចឹងតែយើងសង្កេតឃើញដូចម្ដេចចាទស្សនៈទី1គឺយើងសង្កេតឃើញរវាងសិលធម៌និងផលប្រយោជន៍បុគ្គលមានន័យថាអ្វីដែលយើងមានសិលធម៌គឺផ្ដល់ឲ្យយើងនៅផលប្រយោជន៍ដែលល្អដែលយើងមានទំនាក់ទំនងជាមួយអ្នកដទៃភាពជោគជ័យនឹងការងារអីអញ្ចឹងទៅចាអញ្ចឹងកន្លែងទស្សនៈទី1គឺតកតងទៅនឹងសិលធម៌និងផលប្រយោជន៍បុគ្គលហ្នឹងគឺអត់មានអីជាប្រឆាំងគ្នាទេមានន័យថាស្របហើយដើរទន្ទឹមគ្នាផងដែរចាអញ្ចឹងអ្នកគ្រូលើកអំពីទស្សនៈទី2ទស្សនៈទី2គេអះអាងដូចម្ដេចចំពោះការរស់នៅប្រកបទៅដោយសិលធម៌ចាអញ្ចឹងទស្សនៈទី2គឺគេអះអាងថាការរស់នៅប្រកបដោយសិលធម៌គឺជាមាគ៌ាមួយដ៏ត្រឹមត្រូវចាមាគ៌ាមួយដ៏ត្រឹមត្រូវឲ្យមនុស្សអនុវត្តហើយល្អសម្រាប់ជីវិតមនុស្សម្នាក់ចានៅពេលដែលមនុស្សមានសិលធម៌គឺធ្វើឲ្យមនុស្សមានភាពជោគជ័យហើយនឹងល្អសម្រាប់ជីវិតមនុស្សម្នាក់ហើយអ្នកគួរតែប្រកាន់ភ្ជាប់ទៅនឹងសិលធម៌កន្លែងចំណុចនេះទោះយើងមានបញ្ហាឬក៏យើងមិនសប្បាយចិត្តឬក៏យើងចាមានអារម្មណ៍មួយថាតានតឹងចិត្តប៉ុន្តែនៅពេលដែលយើងចាឆ្លើយតបទៅនឹងសំទោសឆ្លើយតបទៅនឹងអ្នកដទៃគឺយើងព្យាយាមធ្វើយ៉ាងណាឲ្យមានសិលធម៌ល្អទោះយើងអត់សប្បាយចិត្តប៉ុន្តែការឆ្លើយតបរបស់យើងហ្នឹងគឺចាល្អហើយមានក្រមសិលធម៌ឬក៏មានសិលធម៌ជានិច្ចចាកន្លែងចំណុចនេះដោយសារសិលធម៌ហ្នឹងមានសារៈសំខាន់ហើយនៅពេលដែលយើងឆ្លើយតបចំពោះអ្នកដទៃទាំងក្រេវក្រោធទាំងខឹងទាំងសម្បាទាំងកំហឹងគឺធ្វើឲ្យតម្លៃរបស់យើងហ្នឹងគឺមានការធ្លាក់ចុះអញ្ចឹងនៅពេលដែលយើងចេះផ្ដល់តម្លៃឲ្យខ្លួនឯងនៅពេលដែលយើងចេះមានសិលធម៌ចំពោះអ្នកដទៃចាអញ្ចឹងតម្លៃមនុស្សគឺចាមានទៅតាមនឹងដែរអញ្ចឹងកន្លែងចំណុចនេះគឺគេទាមទារឲ្យយើងមានសិលធម៌ហើយមួយទៀតគឺព្យាយាមចាធ្វើខ្លួនជាមនុស្សមានតម្លៃចា
អញ្ចឹងអ្នកគ្រូចូលទៅដល់ចំណុចមួយទៀតតើការរស់នៅរបស់មនុស្សចាសំទោសការរស់នៅរបស់មនុស្សក្នុងសង្គមបានជំរុញឲ្យមនុស្សស្វែងរកអ្វីចាកន្លែងចំណុចនេះគឺឲ្យមនុស្សស្វែងរកគោលការណ៍អ្វីមួយសម្រាប់ក្នុងការអនុវត្តចាគោលការណ៍ក្នុងការអនុវត្តដើម្បីឲ្យចាជីវិតមួយកាន់តែប្រសើរឬក៏ការរស់នៅមួយដែលកាន់តែប្រសើរដែលប្រកបទៅដោយសីលធម៌ផងដែរចាឥឡូវនេះសីលធម៌សម្គាល់ទៅលើអ្វីដែរចាសីលធម៌គឺសម្គាល់ទៅដល់ទ្រឹស្ដីឬក៏ពាក្យទូន្មានទាំងឡាយណាដែលដឹកនាំឲ្យមនុស្សជំរុញឲ្យមនុស្សធ្វើទៅនឹងអំពើល្អចាទាំងកាយទាំងវាចាទាំងចិត្តហើយឲ្យបានប្រសើរឡើងគឺជៀសផុតពីសំទោសវាចាកពីអំពើអាក្រក់ទាំងឡាយណាដែលធ្វើទុកទោសទៅដល់អ្នកដទៃចាអញ្ចឹងក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃតើមនុស្សម្នាក់ឬក៏មនុស្សគ្រប់រូបនឹងប្រកាន់ទៅនឹងសិលធម៌ប៉ុន្មានយ៉ាងអ្វីខ្លះចាអញ្ចឹងបងប្អូនសាកគិតមើលតើយើងគួរប្រកាន់នៅសិលធម៌ប៉ុន្មានយ៉ាងអ្វីខ្លះក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងឧទាហរណ៍ដូចបងប្អូនមានទំនាក់ទំនងជាមួយនឹងអ្នកណាខ្លះដូចជាគ្រួសារដូចជាខ្លួនឯងសង្គមចានិងអ្នកដទៃផ្សេងទៀតចាឥឡូវនេះគឺយើងតាមដានចាមេរៀនខ្លឹមសារមេរៀនជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងក្នុងដំណើរចាជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សហ្នឹងចាគឺប្រកាន់ភ្ជាប់ទៅនឹងសិលធម៌មាន4ចាផ្ទាល់ខ្លួនចាសិលធម៌ក្នុងគ្រួសារសិលធម៌ក្នុងវិជ្ជាជីវៈចាមួយទៀតគឺសិលធម៌នៅក្នុងសង្គមចាតិចទៀតអ្នកគ្រូនឹងលំអិតថាតើសិលធម៌ខ្លួនឯងមានអ្វីខ្លះសិលធម៌ក្នុងគ្រួសារមានអ្វីខ្លះសិលធម៌ក្នុងសង្គមមានអ្វីខ្លះឬក៏សិលធម៌ក្នុងវិជ្ជាជីវៈនឹងមានអ្វីខ្លះចាអញ្ចឹងអ្នកគ្រូចូលទៅដល់ខ្លឹមសារមួយទៀត 1.1 គឺសិលធម៌ផ្ទាល់ខ្លួនតើសិលធម៌ផ្ទាល់ខ្លួនមានដូចម្ដេចខ្លះចាអញ្ចឹងយើងឃើញរូបភាពនេះតកតងទៅនឹងការគោរពគ្នាចាតកតងទៅនឹងការជួយគ្នាចំពោះមនុស្សចាស់ចាអញ្ចឹងសិលធម៌ផ្ទាល់ខ្លួនគឺមានដូចខាងក្រោមនេះគឺទី1គឺការដឹងខុសត្រូវស្គាល់ល្អស្គាល់អាក្រក់មានន័យថានៅពេលដែលយើងមានការដឹងខុសត្រូវស្គាល់ល្អស្គាល់អាក្រក់មានន័យថាយើងដឹងអំពីចំណុចខ្សោយនិងចំណុចខ្លាំងខ្លួនឯងអញ្ចឹងអ្វីដែលយើងដឹងស្គាល់ល្អស្គាល់អាក្រក់នេះមានន័យថាអំពើណាដែលយើងគួរប្រព្រឹត្តអំពើណាដែលយើងមិនគួរប្រព្រឹត្តចាមួយទៀតគឺការទទួលខុសត្រូវចំពោះអំពើដែលខ្លួនឯងបានធ្វើកន្លែងចំណុចនេះនៅពេលដែលយើងធ្វើទង្វើណាក៏ដោយទោះជាវាល្អមិនល្អគឺយើងហ៊ានទទួលខុសត្រូវចំពោះអ្វីដែលយើងបានធ្វើបើសិនជាយើងធ្វើខុសយើងចេះសុំទោសហើយបើសិនជាយើងធ្វើល្អក៏យើងហ៊ានទទួលខុសត្រូវចំពោះអំពើរបស់យើងផងដែរចាមួយទៀតគឺមិនលើកដំកើងខ្លួនចាក្លាហានក្នុងផ្លូវត្រូវមានន័យថាអ្នកខ្លះគាត់ចេះដឹងប៉ុន្តែគាត់មានអំនួតដំកើងខ្លួនអញ្ចឹងគឺមិនល្អទេគឺអត់មានសិលធម៌ទេចាអត់មានសិលធម៌សម្រាប់ខ្លួនឯងទេអញ្ចឹងនៅពេលដែលយើងទោះជាយើងចេះប៉ុណ្ណាក៏យើងមិនត្រូវដំកើងខ្លួនចាមានភាពអំនួតចំពោះខ្លួនឯងទេហើយមួយទៀតគឺក្លាហានក្នុងផ្លូវត្រូវមានន័យថាយើងក្លាហានក្នុងផ្លូវសុចរិតចាមិនមែនក្លាហានដូចជាទៅឆក់ប្លន់គេទេអត់ទេចាមួយទៀតគឺតាំងខ្លួនជាម្ចាស់ចិត្តរបស់ខ្លួនមានន័យថាយើងជាបុគ្គលផ្ទាល់នេះយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងចាមិនមែនឲ្យអារម្មណ៍របស់យើងហ្នឹងទៅគ្រប់គ្រងចិត្តគ្រប់គ្រងខ្លួនរបស់យើងឯងជួនកាលអ្នកខ្លះធ្វើការឬក៏ធ្វើអីហ្នឹងគឺទៅតាមអារម្មណ៍របស់ខ្លួនឯងអញ្ចឹងអាហ្នឹងគឺអារម្មណ៍គ្រប់គ្រងខ្លួនឯងហើយប៉ុន្តែយើងត្រូវចេះគ្រប់គ្រងចិត្តគ្រប់គ្រងអារម្មណ៍ខ្លួនឯងមានន័យថាយើងសំដែងទៅដោយភាពប្រកបទៅដោយសិលធម៌ចាមួយទៀតគឺការរស់នៅចាសំទោសការរកស៊ីតាមសមាជីវរមានន័យថាការប្រកបមុខរបរចិញ្ចឹមជីវិតគឺតាមចាសមាជីវមានន័យថាតាមលក្ខណៈមួយដែលត្រឹមត្រូវហើយស្របច្បាប់ផងដែរចាឥឡូវនេះអ្នកគ្រូចូលទៅដល់ចំណុចថ្មីទៀតគឺតកតងទៅនឹងការនិយាយត្រូវมันមានន័យថាយើងមិនមានការកុហកមិនមានការញុះញង់អុចអាលអ្នកដទៃដែលបង្កជាចំនួនឬក៏អំពើហិង្សាទេហើយមួយទៀតគឺវាចាក់អំពើអបាយមុខចាมันប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមដូចជាអីសេពគ្រឿងញៀនចាស្រីស្រាលបែងអីជាដើមចាមួយទៀតគឺបង្កើនចំណេះដឹងឲ្យមានផលប្រយោជន៍នៅក្នុងសង្គមចាអញ្ចឹងយើងមានតួនាទីជាសិស្សគឺយើងត្រូវតែចាបង្កើនចំណេះដឹងសិក្សាស្រាវជ្រាវដែលជាប្រយោជន៍ទៅនៅក្នុងសង្គមទៅថ្ងៃអនាគត
ចាមិនរំលោភអ្នកដតីរំលោភនេះគឺរំលោភសិទ្ធិអ្នកដតីហើយមួយទៀតគឺក្លាហានក្នុងផ្លូវសុចរិតចាអញ្ចឹងកន្លែងនេះគឺមិនត្រូវរំលោភសិទ្ធិអ្នកដតីហើយមួយទៀតគឺមិនត្រូវចាបំពានឬក៏មិនត្រូវចាមិនឲ្យតម្លៃអ្នកដតីទេព្រោះមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃឧទាហរណ៍កន្លែងចំណុចនេះគឺយើងមានតម្លៃចំណុចណាគេមានតម្លៃចំណុចណាគឺមនុស្សទាំងអស់គ្នាសុទ្ធតែមានតម្លៃគ្រប់ចំណុចទាំងអស់ចាអញ្ចឹងអ្នកគ្រូចូលទៅដល់ខ្លឹមសារ 1.2 ចាសិលធម៌នៅក្នុងគ្រួសារតើសិលធម៌នៅក្នុងគ្រួសារមានអ្វីខ្លះចាមានដូចម្តេចខ្លះចាអញ្ចឹងចំណុចទី1គឺឪពុកម្ដាយនិងកូនរស់នៅដោយសុខដុមរមនានៅក្នុងគ្រួសារចាទំនាក់ទំនងល្អនៅក្នុងក្រុមគ្រួសារចាឪពុកម្ដាយគឺចិញ្ចឹមកូនហើយពុំនឹកនាដល់ការតបស្នងសងគុណរបស់កូនទេប៉ុន្តែកូនត្រូវតែមានសិលធម៌ត្រូវតែដឹងគុណឪពុកម្ដាយចាហើយឪពុកម្ដាយគឺស្រឡាញ់កូនស្មើគ្នាចាមួយទៀតដែរគឺឪពុកម្ដាយតែងតែអប់រំកូនឲ្យទៅដើរផ្លូវល្អហើយកូនគឺត្រូវតែស្រឡាញ់ឪពុកម្ដាយចាផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគសម្ភារៈជាដើមហើយគឺមើលថែលោកទាំងពីរនៅពេលដែរចាគាត់ចាស់ឬក៏នៅពេលដែលគាត់ឈឺចាអញ្ចឹងអ្នកគ្រូចូលទៅដល់ខ្លឹមសារ 1.3 សិលធម៌វិជ្ជាជីវៈក្នុងវិជ្ជាជីវៈតើសិលធម៌ក្នុងវិជ្ជាជីវៈនេះសំដៅទៅលើអ្វីចាគឺសំដៅទៅលើការងារចានៅក្នុងវិជ្ជាជីវៈការងារការប្រកបមុខរបរចិញ្ចឹមជីវិតផងដែរចាមានអីខ្លះទៅចាទី1គឺមានមនសិការការងារមានន័យថាការភ្ញាក់រលឹកឧទាហរណ៍យើងទៅធ្វើការគឺតាន់ម៉ោងតាន់ពេលវេលាមានការភ្ញាក់រលឹកមិនចាំបាច់តែគេដាស់តឿនទេគឺយើងដឹងខ្លួនឯងមានទំនួលខុសត្រូវខ្លួនឯងមួយទៀតគឺការប្រកបការងារដោយសមត្ថភាពឬក៏តាមសមត្ថភាពដោយសមត្ថភាពនេះមានន័យថាយើងមិនទៅអែបអបគេឬមួយក៏យើងធ្វើការងារតាមសមត្ថភាពដែលយើងបានសិក្សារៀនសូត្រហើយអញ្ចឹងយើងចេះជំនាញអីយើងចាប់យកអាជីពអីគឺយើងពេញចិត្តនឹងអ្វីដែលយើងធ្វើតាមសមត្ថភាពរបស់យើងមួយទៀតគឺការប្រកបមុខរបរដោយសុចរិតមិនលួចមិនឆក់ប្លន់អ្នកដទៃផងដែរចាមួយទៀតគឺមិនបោកប្រាស់ឬក៏មិនកេងចំណេញទៅដល់អ្នកដទៃហើយអ្នកមានអំណាចគឺមិនរំលោភចាសិទ្ធិរបស់អ្នកដែលគ្មានអំណាចឬក៏អ្នកដែលតូចទាបជាងខ្លួនមួយទៀតគឺមានការធ្វើការងារដោយកម្លាំងហើយដោយសមត្ថភាពមួយទៀតដែរគឺការងារដែរស្របច្បាប់ស្របទៅនឹងច្បាប់សង្គមចាឥឡូវនេះអ្នកគ្រូចូលទៅដល់ 1.4 ខ្លឹមសារ 1.4 គឺសិលធម៌ក្នុងសង្គមចាអញ្ចឹងសិលធម៌ក្នុងសង្គមមានអីខ្លះទៅដូចយើងមានទំនាក់ទំនងចាពីគ្រួសារខ្លួនឯងឬក៏ចាអ្នកដទៃទៀតក៏ដូចជានៅក្នុងសង្គមផងដែរចាអញ្ចឹងសិលធម៌នៅក្នុងសង្គមគឺជាទ្រឹស្ដីឬក៏ដំបូន្មានអប់រំប្រជាពលរដ្ឋធ្វើយ៉ាងណាចាឲ្យមានសន្តិភាពក៏ដូចជាការអភិវឌ្ឍមានការរីកចម្រើនផងដែរចាអញ្ចឹងសិលធម៌នៅក្នុងសង្គមមានដូចជាទី1គឺការចារួមសាមគ្គីគ្នាចាទី2គឺការមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនមានន័យថាការគិតពីផលប្រយោជន៍ចារួមឬក៏ផលប្រយោជន៍សង្គមមួយទៀតគឺចេះគោរពនិងឲ្យតម្លៃទៅដល់អ្នកដទៃចេះជួយសម្រាលទុក្ខអ្នកដទៃដែលជួបការលំបាកមួយទៀតគឺទទួលស្គាល់នៃសុខទុក្ខរបស់អ្នកដទៃមានន័យថាយើងចេះចែករំលែកចាហើយមិនឈ្លានពានអ្នកដទៃកន្លែងចំណុចនេះគឺមិនឈ្លានពានអ្នកដទៃទេចាអញ្ចឹងនៅក្នុងខ្លឹមសារមេរៀនរបស់យើងមានសិលធម៌ចា4ហើយអ្នកគ្រូក៏បញ្ចូលទៅនឹងសិលធម៌មួយទៀតដែរគឺសិលធម៌ពិភពលោកចាអញ្ចឹងសិលធម៌ពិភពលោកនេះអាចចូលទៅក្នុងសិលធម៌សង្គមផងដែរអញ្ចឹងសិលធម៌ពិភពលោកមានន័យថាការរួមរស់នៅជាមួយគ្នាដោយសុខសន្តិភាពចាជាមួយប្រទេសដទៃទៀតមិនប្រកាន់ចាពូជសាសន៍ចាវណ្ណៈសំទោសមិនប្រកាន់ពូជសាសន៍រើសអើងចាតាក់ទងទៅនឹងចាវណ្ណៈក៏ដូចជាជាតិសាសន៍ពណ៌សម្បុរអីផងដែរអញ្ចឹងមានន័យថាការរស់នៅជាមួយគ្នាមិនថាជាតិសាសន៍ណាឲ្យតែរស់នៅបានសុខដុមរមនាគឺយើងអាចរស់នៅជាមួយគ្នាមានទំនាក់ទំនងជាមួយគ្នាផងដែរចាអញ្ចឹងឥឡូវនេះអ្នកគ្រូចូលទៅដល់ចំណាត់ថ្នាក់នៃចាតម្លៃរបស់មនុស្សចាអញ្ចឹងចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមានទាំងអស់ចំនួនចា8ចាទី1គឺតម្លៃជីវសាស្ត្រ
ចាអញ្ចឹងតិចទៀតអ្នកគ្រូនឹងបញ្យល់លម្អិតពីចំណាត់ថ្នាក់តម្លៃមនុស្សមួយណាចាអញ្ចឹងតម្លៃទី2គឺតម្លៃសេដ្ឋកិច្ចចាតម្លៃឥទ្ធិពលតើអ្វីទៅហៅថាតម្លៃឥទ្ធិពលចាមួយទៀតគឺតម្លៃសង្គមតម្លៃបញ្ញាតម្លៃសោភ័ណ្ឌចាសិលតម្លៃហើយនិងតម្លៃសាសនាចាអញ្ចឹងឥឡូវបងប្អូនទាំងអស់គ្នាទៅសិក្សាលម្អិតជាមួយនឹងអ្នកគ្រូតាក់ទងទៅនឹងចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សចាអញ្ចឹងចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សទី1គឺតម្លៃជីវសាស្ត្រអញ្ចឹងតម្លៃជីវសាស្ត្រគឺតាក់ទងជាមួយនឹងទិដ្ឋភាពនៃជីវិតចាអញ្ចឹងទិដ្ឋភាពនៃជីវិតរបស់យើងគឺមានអីខ្លះទី1ដូចជាម្ហូបអាហារភេសជ្ជៈសុខភាពជាដើមតើបងប្អូនពិតជាត្រូវការចាម្ហូបអាហារក៏ដូចជាសុខភាពដែរឬទេអញ្ចឹងគឺតម្លៃគឺគេហៅថាតម្រូវការជាមូលដ្ឋានឬក៏តម្រូវការចាំបាច់អញ្ចឹងគឺយើងគ្រប់គ្នាសុទ្ធតែត្រូវការម្ហូបអាហារដើម្បីញ៉ាំចាជារៀងប្រចាំថ្ងៃហើយសុខភាពយើងក៏ទាមទារឲ្យមាំមួនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតផងដែរចានេះគឺគេហៅថាតម្លៃជីវសាស្ត្រចាមួយទៀតដែរគឺតម្លៃសេដ្ឋកិច្ចតម្លៃសេដ្ឋកិច្ចគឺតាក់ទងទៅនឹងចាវត្ថុសម្ភារៈប្រើប្រាស់ចាមួយទៀតគឺការផ្លាស់ប្ដូរទំនិញក៏ដូចជាសេវាកម្មផ្សេងអញ្ចឹងតម្លៃសេដ្ឋកិច្ចហ្នឹងគឺមានដូចជាមាសពេជ្រលុយទ្រព្យសម្បត្តិសម្ភារៈដែលមានតម្លៃចាជាដើមអញ្ចឹងគឺចំណុចហ្នឹងហើយដែលគេហៅថាតម្លៃសេដ្ឋកិច្ចអញ្ចឹងមនុស្សគឺតែងតែចាចង់បានចាទ្រព្យសម្បត្តិចង់បានលុយកាក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារផងដែរចាមួយទៀតគឺតម្លៃឥទ្ធិពលតម្លៃឥទ្ធិពលគឺគេជួបប្រទះនៅក្នុងបទពិសោធន៍ក៏ដូចជាចាអ្វីដែលជាទីរីករាយឬក៏ខាងអារម្មណ៍ផងដែរអញ្ចឹងតម្លៃឥទ្ធិពលមានដូចជាចារឿងល្ខោននៅពេលដែលយើងមើលរឿងការសម្ដែងយើងរំភើបរីករាយណាសប្បាយពេលរឿងណាក្រៀមក្រំគឺយើងក្រៀមក្រំតាមរឿងអញ្ចឹងយើងក៏ទទួលឥទ្ធិពលតាក់ទងទៅនឹងតម្លៃហ្នឹងមានន័យថាយើងផ្ដល់តម្លៃចាហើយមួយទៀតគឺរសជាតិម្ហូបអាហារឆ្ងាញ់ឬក៏មិនឆ្ងាញ់ចាសេចក្តីរំជួលចិត្តឬក៏អ្វីដែលមានផាសុកភាពអញ្ចឹងកន្លែងហ្នឹងហើយដែលគេហៅថាឥទ្ធិពលឧទាហរណ៍យើងមើលរឿងសុកទៅស្រាប់តែក្រៀមក្រំគឺយើងយំទៅតាមរឿងអញ្ចឹងអាហ្នឹងហើយដែលគេហៅថាយើងផ្ដល់តម្លៃហើយវាតម្លៃហ្នឹងមានឥទ្ធិពលមកលើយើងផងដែរចាឥឡូវនេះអ្នកគ្រូចូលទៅដល់តម្លៃសង្គមចាតម្លៃសង្គមគឺជាតម្លៃដែលគេជួបប្រទះទៅនឹងទំនាក់ទំនងមានន័យថាការមានទំនាក់ទំនងចាជាមួយមនុស្សនិងមនុស្សផងដែរហើយមួយទៀតគឺចាក្នុងកិច្ចសហប្រតិបត្តិការតាក់ទងទៅនឹងការប្រកួតប្រជែងផងដែរអញ្ចឹងតម្លៃសង្គមមានដូចជាមិត្តភាពចាមិត្តភាពអំណាចឋានៈចាក៏ដូចជាកេរ្តិ៍ឈ្មោះល្អអញ្ចឹងនៅពេលដែលយើងមានកេរ្តិ៍ឈ្មោះល្អមានចាមិត្តភាពមានអំណាចអីហ្នឹងគឺតាក់ទងទៅនឹងតម្លៃនៅក្នុងសង្គមហើយធម្មតានៅពេលដែលយើងមានការងារល្អមួយយើងមានចាសេចក្តីថ្លៃថ្នូរសុជីវធម៌ល្អអញ្ចឹងគឺសង្គមទទួលស្គាល់ហើយធ្វើឲ្យចាយើងមានតម្លៃហ្នឹងគេហៅថាតម្លៃសង្គមចាឥឡូវនេះអ្នកគ្រូចូលទៅដល់តម្លៃបញ្ញាតម្លៃបញ្ញាមានន័យថាអ្វីដែលគេជួបប្រទះដូចជាការពេញចិត្តការចេះចង់ដឹងការរៀនសូត្រក៏ដូចជាចាការគិតប្រកបទៅដោយសុភនិច្ឆ័យមានន័យថាការគិតល្អការត្រេះរិះពិចារណាធ្វើអ្វីមួយដោយការថ្លឹងថ្លែងចេះពិចារណារកហេតុផលអាហ្នឹងគេហៅថាតម្លៃបញ្ញាអញ្ចឹងតម្លៃបញ្ញានេះមានដូចជាចាពុទ្ធិសច្ចភាពនិងសេចក្តីស្មោះត្រង់ជាដើមអញ្ចឹងពុទ្ធិនៅចំណេះដឹងឬក៏សច្ចភាពឬក៏សេចក្តីស្មោះត្រង់ដែលមានទំនាក់ទំនងចាគឺសេចក្តីស្មោះត្រង់ដែលប្រកបទៅដោយបញ្ញាចាអញ្ចឹងអ្នកគ្រូចូលទៅដល់តម្លៃសោភ័ណ្ឌចាតម្លៃសោភ័ណ្ឌគឺជាអ្វីដែលគេជួបប្រទះនៅក្នុងការអបអរចាមួយទៀតគឺការសរសើរมันមានភាពលំអៀងចំពោះសោភ័ណភាពនៅក្នុងធម្មជាតិក៏ដូចជាសិល្បៈផងដែរអញ្ចឹងអ្វីដែលយើងមើលទៅឃើញល្អស្រស់បំព្រងចាមើលទៅឃើញមានសោភ័ណភាពអាហ្នឹងគេហៅថាតម្លៃចាសោភ័ណ្ឌគួរជាទីពេញចិត្តរបស់ចាមនុស្សនៅក្នុងសង្គមផងដែរឧទាហរណ៍ដូចជាមានភាពអស្ចារ្យអ្វីមួយចាភាពកំប្លែង
ហើយភាពខ្លោចផ្សាឬក៏ទេពកោសលឬក៏បំណិននៃការប៉ិនប្រសពនៃការសម្ដែងអ្វីមួយនៃការដែលផ្ចិតផ្ចង់ការដែលមានគំនិតច្នៃប្រឌិតតាក់ទងទៅនឹងចាអ្វីមួយគឺគេហៅថាសោភ័ណភាពធ្វើយ៉ាងណាឲ្យមានសោភ័ណល្អឲ្យមានសោភ័ណភាពចានេះហើយដែលគេហៅថាតម្លៃសោភ័ណចាអញ្ចឹងចំណុចមួយទៀតសល់តម្លៃអញ្ចឹងសល់តម្លៃគឺតម្លៃដែលគេជួបប្រទះនៅក្នុងអរិយាបថនៅក្នុងសង្គមចាសល់តម្លៃនេះគឺសំខាន់គឺមានន័យថាឲ្យយើងចេះគោរពនៃភាពត្រឹមត្រូវធ្វើអ្វីដែលចាសុក្រិតហើយមានសិលធម៌ល្អចាសល់តម្លៃនេះគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសុជីវធម៌អញ្ចឹងមានន័យថាមានសុជីវធម៌មានសិលធម៌ហើយនឹងមានឧត្តមគតិនិងគុណធម៌ផងដែរអញ្ចឹងកន្លែងសិលតម្លៃនេះគឺធ្វើឲ្យមនុស្សនឹងចេះមានគុណធម៌ចេះដឹងថានឹងធ្វើទៅខុសដឹងថាមិនប៉ះពាល់ដល់អ្នកដទៃចាធ្វើយ៉ាងណាឲ្យមនុស្សនឹងរស់នៅប្រកបដោយសុខសន្តិភាពហើយចេះជួយចែករំលែកជាមួយអ្នកដទៃផងដែរចាមួយទៀតគឺគាត់មានឧត្តមគតិជាដើមតកតងទៅនឹងចាសិលតម្លៃចាដើម្បីឲ្យគេទទួលស្គាល់នៅសិលតម្លៃខ្លួនចាមនុស្សគ្រប់រូបគឺត្រូវតែធ្វើខ្លួនឲ្យមានតម្លៃធ្វើខ្លួនឲ្យមានតម្លៃបែបណាគឺទាមទារឲ្យខ្លួនឯងហ្នឹងមានសេចក្តីថ្លៃថ្នូរចាមានសិលធម៌សុជីវធម៌ល្អអញ្ចឹងទៅណាជាលើសបើសគឺតម្លៃខ្លួនឯងហ្នឹងគឺធ្លាក់ចុះការប្រព្រឹត្តនៅអំពើអបាយមុខគឺមិនមែនជាចាតម្លៃរបស់មនុស្សទេអញ្ចឹងយើងធ្វើយ៉ាងណាប្រកបមុខរបរចិញ្ចឹមជីវិតដោយសុចរិតមានសេចក្តីថ្លៃថ្នូរចេះគោរពអ្នកដទៃចេះផ្ដល់ឱកាសឲ្យអ្នកដទៃចាអធ្យាស្រ័យល្អចាចេះចែករំលែកអាហ្នឹងគេហៅថាមនុស្សមានតម្លៃឬក៏សិលតម្លៃផងដែរចាអញ្ចឹងចំណុចមួយទៀតគឺតម្លៃសាសនាតម្លៃសាសនានេះមានន័យថាគឺជាការភក្តីភាពចំពោះសាសនាមានន័យថាយើងពេញចិត្តគោរពប្រណិប័តសាសនាមួយណាគឺយើងមានន័យថាយើងមានភក្តីភាពហើយនឹងគោរពប្រណិប័តតាក់ទងទៅនឹងសាសនាដែលយើងពេញចិត្តនឹងអញ្ចឹងគឺដូចជាចាការគោរពទៅដល់អាទិទេពមានន័យថាពិសិដ្ឋភាពរបស់អាទិទេពចាវត្ថុបូជាគ្រឿងសក្ការៈតាក់ទងទៅនឹងសាសនាជាដើមចាអញ្ចឹងនេះគឺជាតម្លៃសាសនាចាអញ្ចឹងការធ្លាក់ចុះនៃតម្លៃសាសនាឬក៏អីមានន័យថាយើងអត់បានផ្ដល់តម្លៃឲ្យសាសនាគឺយើងប្រព្រឹត្តអំពើដែលមិនល្អគឺវាចាកទៅនឹងចាអ្វីដែលព្រះសម្មាសម្ពុទ្ធបានទូមានព្រានប្រដៅចាអញ្ចឹងកន្លែងចំណាត់ថ្នាក់តម្លៃមនុស្សទាំង8នេះគឺទី1គឺចែកចេញជា2ក្រុមចាអញ្ចឹងក្រុមទី1គឺចំណាត់ថ្នាក់4ដំបូងហ្នឹងគេហៅថាតម្លៃថ្នាក់ទាបមានន័យថាតម្លៃថ្នាក់ទាបហ្នឹងគឺជាតម្លៃនៃសេចក្តីត្រូវការរបស់មនុស្សចាហើយតកតងទៅនឹងជីវិតរបស់មនុស្សធម្មតាហើយមួយទៀតគឺតកតងទៅនឹងអ្វីដែលមនុស្សត្រូវការជាចាំបាច់ហើយចំណាត់ថ្នាក់4ចុងក្រោយដែលគេហៅថាតម្លៃថ្នាក់ខ្ពស់មានន័យថាតម្លៃ4ចុងក្រោយហ្នឹងគឺធ្វើឲ្យមនុស្សដែលមានជីវិតឧត្តមឧត្តមចាមានភាពប្រសើរផងដែរអញ្ចឹងនៅពេលដែលមនុស្សបន្ទាប់ពីមនុស្សមានតម្រូវការចាំបាច់ហើយមនុស្សត្រូវការចាភាពឧត្តមឧត្តមសេចក្តីថ្លៃថ្នូរតាក់ទងទៅនឹងតម្លៃសាសនាសិលតម្លៃចំណេះដឹងចាពុទ្ធិអីហ្នឹងចាទាំងអស់ហ្នឹងគឺជាតម្លៃចាគេហៅថាថ្នាក់ខ្ពស់ចាអញ្ចឹងអ្នកគ្រូមេរៀនខ្លឹមសាររបស់អ្នកគ្រូក៏ឈានដល់ទីបញ្ចប់អ្នកគ្រូក៏មានសំណួរសម្រាប់ពង្រឹងពុទ្ធិហើយបងប្អូនសាកឆ្លើយជាមួយអ្នកគ្រូទាំងអស់គ្នាបន្ទាប់ពីអ្នកគ្រូចាបញ្យល់មេរៀនយ៉ាងលម្អិតហើយចាអញ្ចឹងគឺក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃមនុស្សគ្រប់រូបគួរតែចាសំទោសត្រូវតែប្រកាន់នៅសិលធម៌ប៉ុន្មានយ៉ាងអ្វីខ្លះចាអញ្ចឹងបងប្អូនសាកឆ្លើយជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងគឺនៅក្នុងដំណើរជីវិតមនុស្សប្រចាំថ្ងៃចាមនុស្សគ្រប់រូបគឺត្រូវតែប្រកាន់នៅសិលធម៌4យ៉ាងចាទី1គឺសិលធម៌ផ្ទាល់ខ្លួនចាសិលធម៌ចាក្នុងគ្រួសារចាសិលធម៌ក្នុងវិជ្ជាជីវៈក៏ដូចជាសិលធម៌ក្នុងសង្គមផងដែរចាអញ្ចឹងយើងដឹងណាតកតងទៅនឹងសិលធម៌យើងត្រូវប្រកាន់នៅសិលធម៌4យ៉ាងចាខ្លួនឯងគ្រួសារវិជ្ជាជីវៈហើយនិងសង្គម
ចាឥឡូវនេះអ្នកគ្រូចូលទៅដល់សំណួរពង្រឹងពុទ្ធិមួយទៀតតើសិលធម៌ផ្ទាល់ខ្លួនមានន័យដូចម្ដេចខ្លះឬក៏មានអ្វីខ្លះចាទី1គឺការដឹងខុសត្រូវចាដឹងថាខ្លួនឯងនឹងធ្វើអំពើល្អឬក៏អំពើមិនល្អអញ្ចឹងគឺត្រូវតែដឹងខុសត្រូវស្គាល់ពីចំណុចខ្លាំងចំណុចខ្សោយខ្លួនឯងដឹងថាយើងគួរធ្វើអ្វីឬក៏មិនគួរធ្វើអ្វីធ្វើទៅប៉ះពាល់ដល់អ្នកដទៃឬមួយក៏អត់ចាមួយទៀតគឺស្គាល់អំពីសំទោសគឺទទួលខុសត្រូវនៅទង្វើដែលខ្លួនឯងបានធ្វើមានន័យថាទោះជាអំពើនឹងយ៉ាងម៉េចនៅពេលដែលយើងធ្វើទង្វើបែបហ្នឹងគឺយើងហ៊ានទទួលខុសត្រូវចាមួយទៀតគឺมันដំកើងខ្លួនចាมันមានភាពអំនួតអួតក្អេងក្អាងនៅអ្វីដែលខ្លួនឯងមានចាចេះຕົកដាក់ឬមួយក៏ចាក្លាហានក្នុងផ្លូវត្រូវចាចំណុចមួយទៀតគឺតាំងខ្លួនជាម្ចាស់របស់ចិត្តមានន័យថាចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងចាមានន័យថាទោះជាយើងមិនសប្បាយចិត្តឬក៏យើងចាមានសម្ពាធយ៉ាងណាក៏ដោយប៉ុន្តែយើងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងធ្វើយ៉ាងណាឲ្យខ្លួនឯងនឹងមានតម្លៃមានន័យថាការនិយាយស្ដីគឺប្រកបទៅដោយសិលធម៌មិនមែនត្រគោះបោះបោកឬក៏ខឹងចង់វាយអ្នកដទៃអីហ្នឹងដែលប៉ះពាល់ទៅដល់អ្នកដទៃគឺអត់ទេហើយមួយទៀតគឺការនិយាយត្រូវគឺមិនចានិយាយញុះញង់ឬក៏កុហកអ្នកដទៃឬក៏បោកប្រាស់កេងប្រវ័ញ្ចអ្នកដទៃឬក៏ចាចង់បានអ្វីពីអ្នកដទៃឬក៏ចង់បានផលប្រយោជន៍ពីអ្នកដទៃឡើយចាមួយទៀតដែរគឺតើនៅក្នុងចាសង្គមមានចាអ្វីខ្លះតាក់ទងទៅនឹងសិលធម៌នៅក្នុងសង្គមទី1គឺចេះរួមសាមគ្គីគ្នាចាចេះគិតសំទោសមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនចាមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននេះគឺចំណុចយើងត្រូវគិតពីផលប្រយោជន៍រួមចាហើយមួយទៀតគឺចេះគោរពនិងឲ្យតម្លៃទៅដល់អ្នកដទៃហើយមួយទៀតគឺចេះជួយសម្រាលទុកអ្នកដទៃនៅពេលដែលជួបបញ្ហាលំបាកកន្លែងចំណុចនេះគឺមានន័យថាយើងចេះចែករំលែកបទពិសោធន៍ចេះជួយទុកធុរៈអ្នកដទៃចេះជួយមិត្តភ័ក្តិចាហើយមួយទៀតគឺទទួលស្គាល់ចាតក់សុកទុកអ្នកដទៃក៏ដូចជាទុករបស់យើងអញ្ចឹងមានន័យថាយើងចេះជួយហើយធ្វើអ្វីដែលមិនឈ្លានពានអ្នកដទៃផងដែរចាឥឡូវនេះមេរៀនរបស់អ្នកគ្រូក៏ឈានដល់ទីបញ្ចប់អ្នកគ្រូក៏មានកិច្ចការផ្ទះជូនបងប្អូនផងដែរអញ្ចឹងបងប្អូនទៅមើលកិច្ចការផ្ទះជាមួយអ្នកគ្រូទាំងអស់គ្នាកិច្ចការផ្ទះ1តើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យសិលធម៌របស់មនុស្សនៅក្នុងសប្តាហ៍ថ្ងៃមានការធ្លាក់ចុះ2តើចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សមានអ្វីខ្លះចូលរៀបរាប់ឲ្យបានក្បោះក្បាយឥឡូវនេះមេរៀនរបស់អ្នកគ្រូឈានដល់ទីបញ្ចប់ហើយអ្នកគ្រូសូមអរគុណចំពោះការតាមដានទស្សនាវីដេអូរបស់អ្នកគ្រូតាំងពីដើមរហូតដល់ចប់ជូនពរឲ្យបងប្អូនសំណាងល្អសុខភាពល្អយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា